ទប់ចិត្តមិនបានសម្ដេចតេជោនសែនបានបង្ហាញនៅចំណាប់អារម្មណ៍ចំពោះសំណេររបស់លោកស្រីអែនជូលីណាជូលីដែលបានរំលឹកខួប1ឆ្នាំដែលថៃបានឈ្លានពានកម្ពុជាតើមានអត្ថន័យយ៉ាងណានៅពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាបានផ្ដល់នៅចំណាប់អារម្មណ៍ដ៏ពិសេសទៅលើសាររបស់កំពូលតារា Hollywood គឺលោកស្រីអែនជូលីណាជូលីនៅក្នុងថ្ងៃខួប1ឆ្នាំនៃភាពតានតឹងនៅព្រំដែនកម្ពុជាថៃរឿងនេះមិនមែនជារឿងចៃដន្យទេក៏ប៉ុន្តែវាគឺជាការរំលឹកដល់ពិភពលោកអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់សូមជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Sophie Explain នៅក្នុងព្រឹត្តិការណ៍ថ្មីនេះរឿងដែលមហាជននិងសារព័ត៌មានជាតិនិងអន្តរជាតិកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងនោះគឺការរំលេចឡើងនៅសារមនុស្សធម៌ដ៏មានទម្ងន់ដែលត្រូវបានលើកឡើងដោយតារាអន្តរជាតិនិងត្រូវបានគូបញ្ជាក់បន្ថែមដោយថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជានៅថ្ងៃទី24ខែកក្កដាឆ្នាំ2026សម្ដេចតេជោនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានបង្ហាញនៅចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសំណេរដ៏មានតម្លៃរបស់លោកស្រីអែនជូលីណាជូលីតាមរយៈទំព័រ Facebook ផ្លូវការរបស់សម្ដេចតេជោបានរំលេចឡើងនៅសាររបស់តារា Hollywood រូបនេះដើម្បីរំលឹកខួប1ឆ្នាំនៃអ្វីដែលសម្ដេចបានចាត់ទុកថាជាសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាដែលបានចាប់ផ្ដើមកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ការដែលថ្នាក់ដឹកនាំកម្ពុជារបស់ជាតិលើកយកនៅសាររបស់បុគ្គលសាធារណៈអន្តរជាតិយកមកបង្ហាញជាសាធារណៈបែបនេះគឺដើម្បីបញ្ជាក់ប្រាប់ទៅកាន់ពិភពលោកថាទុក្ខលំបាករបស់ប្រជាជនកម្ពុជាត្រូវបានមើលឃើញនិងទទួលស្គាល់ដោយសហគមន៍អន្តរជាតិមិនមែនកម្ពុជាកំពុងឈឺចាប់តែឯងនោះទេសារនេះបានคล้ายទៅជាកម្លាំងចលករមួយដែលបានធ្វើឲ្យមហាជនងាកមកចាប់អារម្មណ៍កាន់តែខ្លាំងទៅលើទស្សនវិជ្ជាមនុស្សធម៌នៃចំនួននេះតើលោកស្រីអែនជូលីណាជូលីបានសរសេរអ្វីខ្លះទើបទទួលបាននៅការចាប់អារម្មណ៍យ៉ាងខ្លាំងបែបនេះនៅលើបណ្ដាញសង្គម Telegram របស់លោកស្រីដែលមានអ្នកតាមដានរាប់លានអ្នកនៅទូទាំងពិភពលោកស្រីបានសរសេររៀបរាប់យ៉ាងក្តុកក្តួលថារយៈពេល1ឆ្នាំមកនេះចំនួនដែលបានផ្ទុះឡើងនៅតាមព្រំដែនកម្ពុជាថៃបានធ្វើឲ្យប្រជាជនជាច្រើនបានបាត់បង់នៅអារម្មណ៍សុវត្ថិភាពអ្វីដែលគួរឲ្យសង្វេគទៀតនោះគឺមកទល់ពេលនេះប្រជាពលរដ្ឋជិត 30,000 នាក់នៅតែបន្តបាត់បង់ទីជម្រកនិងមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយលោកស្រីក៏បានរំលឹកអំពីទំនាក់ទំនងរវាងលោកស្រីនិងប្រទេសកម្ពុជាដោយបានបញ្ជាក់ថាកម្ពុជាគឺជាប្រទេសកំណើតរបស់កូនប្រុសលោកស្រីនោះគឺម៉ាដុកហើយទីនេះក៏ជាផ្ទះរបស់លោកស្រីផងដែរអស់រយៈពេលជាង20ឆ្នាំមកនេះមូលនិធិម៉ាដុកបានធ្វើការងារយ៉ាងស្និទ្ធស្នាលជាមួយសហគមន៍នៅតាមព្រំដែនលើការងារបោសសម្អាតគ្រាប់មីននិងការអភិវឌ្ឍនៅពេលដែលចំនួនបានផ្ទុះឡើងកាលពីឆ្នាំមុនក្រុមការងារត្រូវបានបង្ខំចិត្តជម្លៀសខ្លួនដែលនេះគឺជាបទពិសោធន៍ដ៏សែនឈឺចាប់មួយបានបង្ហាញថាចំនួនអាចវិលត្រឡប់មកវិញបានលឿនប៉ុណ្ណាលោកស្រីក៏បានសង្កត់ធ្ងន់ថាខ្ញុំស្រឡាញ់ប្រទេសមួយនេះនិងប្រជាជនដែលមានភាពរឹងមាំព្រមទាំងពោពេញទៅដោយភាពកក់ក្ដៅនិងរុះរាយរាក់ទាក់បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នាដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបានដើម្បីយល់ច្បាស់អំពីឥទ្ធិពលនៃសារដ៏មានតម្លៃរបស់លោកស្រីអែនជូលីណានិងការកត់សម្គាល់របស់សម្ដេចតេជោយើងត្រូវក្រឡេកទៅមើលបរិបទដើមនៃបញ្ហាតាមការពិតទៅចំពោះព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏តានតឹងនៅតំបន់ប្រាសាទតាម៉ុនធំនិងតាក្របីបានផ្ទុះឡើងចាប់តាំងតែពីព្រឹកថ្ងៃទី24ខែកក្កដាឆ្នាំ2025មកម្លេះព្រឹត្តិការណ៍កាលពី1ឆ្នាំមុននេះហើយដែលជាឫសគល់បានធ្វើឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួននិងជាការរំលឹកពីស្រមោលអតីតកាលដ៏សែនឈឺចាប់ដោយអ្វីដែលលោកស្រីអែនជូលីណាជូលីបានលើកឡើងដូច្នោះឯងសាររបស់លោកស្រីកាន់តែមានឥទ្ធិពលដោយសារតែនៅចំថ្ងៃខួប1ឆ្នាំនេះស្ថានភាពនៅព្រំដែនកម្ពុជាថៃហាក់នៅតែមានភាពតានតឹងខ្លាំងនៅឡើយជាក់ស្ដែងបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានៅពាក់កណ្ដាលខែកក្កដាឆ្នាំ2026នេះក៏មានសកម្មភាពឈូសឆាយដីនិងរាយបន្លាលួសជាថ្មីពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យផងដែរដែលកម្ពុជាបានចាត់ទុកថា
នេះគឺជាការរំលោភចូលជ្រៅមកក្នុងទឹកដីរបស់ខ្លួនដូច្នេះសារនេះមិនត្រឹមតែរំលឹកអំពីការឈឺចាប់កាលពីឆ្នាំមុននោះទេតែវាក៏ជាការដាស់តឿនឲ្យពិភពលោកមើលឃើញអំពីបញ្ហាដែលនៅតែអូសបន្លាយនេះផងដែរបើទោះបីជាសភាពការនិងការឈឺចាប់នៅតែបន្តក៏ប៉ុន្តែវិធានការរបស់រដ្ឋាភិបាលកម្ពុជាគឺមានភាពច្បាស់លាស់និងមានលំដាប់លំដោយទី1វិធានការការទូតក្រសួងការបរទេសបានធ្វើការតវ៉ាជាផ្លូវការនិងទាមទារឲ្យភាគីថៃបញ្ឈប់នៅសកម្មភាពព្រមទាំងដកកងកម្លាំងចេញដើម្បីស្ដារសន្តិភាពឡើងវិញទី2គឺវិធានការការពារជាតិក្រសួងការពារជាតិបានបញ្ជាក់យ៉ាងច្បាស់អំពីការត្រៀមខ្លួនការពារអធិបតេយ្យភាពជាតិដោយមិនចោះចាញ់និងការគំរាមកំហែងណាមួយនោះឡើយក៏ប៉ុន្តែអ្វីដែលសំខាន់ជាទីបំផុតទៀតនោះគឺស្ថាប័នទាំងពីរបានសង្កត់ធ្ងន់ដូចគ្នាថាកម្ពុជានៅតែបដិញ្ញាចិត្តដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈមធ្យោបាយផ្លូវច្បាប់និងការទូតបាទប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពបើយើងមើលទៅតាមព័ត៌មានដែលមានយើងអាចធ្វើការវិភាគឃើញថាឥទ្ធិពលនៃសាររបស់លោកស្រីអែនជូលីណាជូលីគឺមានទំហំធំធេងខ្លាំងណាស់នៅក្នុងក្រសែភ្នែកអន្តរជាតិការដែលសម្ដេចតេជោ ហ៊ុនសែនបានយកចិត្តទុកដាក់ខ្ពស់ទៅលើសារមួយនេះគឺបានបង្ហាញអំពីចំណុចយុទ្ធសាស្ត្រក្នុងការតាក់ទាញចំណាប់អារម្មណ៍ពិភពលោកឲ្យងាកមកមើលអំពីទស្សនវិជ្ជាមនុស្សធម៌ជាទូទៅនៅក្នុងចំនួនព្រំដែនព័ត៌មានច្រើនតែផ្ដោតទៅលើបញ្ហាយោធាឬនយោបាយក៏ប៉ុន្តែការលើកឡើងអំពីទូរលេខដែលពលរដ្ឋភៀសខ្លួន 30,000 នាក់នោះគឺជារឿងដែលសហគមន៍អន្តរជាតិមិនអាចមើលរំលងបាននេះគឺជាការបញ្ជូនសារដ៏ប្រយោលមួយប្រាប់ទៅកាន់ពិភពលោកថាផលវិបាកនៃការរំលោភបំពានព្រំដែនរបស់អាចារ្យសៀមមិនត្រឹមតែជារឿងបូរណភាពទឹកដីប៉ុណ្ណោះទេតែវាគឺជាការបំផ្លាញសេចក្តីសុខនិងអាយុជីវិតរបស់ប្រជាជនស៊ីវិលកម្ពុជាសុទ្ធសាធទន្ទឹមនឹងនេះចំពោះការបញ្ជាក់អំពីចំហចង់បានសន្តិភាពរបស់កម្ពុជាស្របពេលជាមួយនឹងការប្រកាសសិទ្ធិការពារខ្លួននោះគឺជាជំហានការទូតដ៏រឹងមាំមួយដែលបានបង្ហាញអំពីភាពចាស់ទុំនៅក្នុងការដោះស្រាយបញ្ហាក្នុងនាមជាអ្នកតាមដាននៅបញ្ហាសង្គមខ្ញុំបានយល់ឃើញថានេះគឺជាពេលវេលាដែលយើងត្រូវមើលទៅលើបញ្ហាដោយមានហេតុផលឥទ្ធិពលនៃសារនេះគឺបានជួយឲ្យយើងមើលឃើញនៅរូបភាពយ៉ាងធំជាងមុននោះគឺតម្លៃនៃសន្តិភាពយើងខ្ញុំសូមផ្ដល់នូវការគោរពនិងក្តីអាណិតអាសូរដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលកំពុងតែរងចាំថ្ងៃបានត្រឡប់ទៅផ្ទះវិញដោយអ្វីដែលលោកស្រីអែនជូលីណាជូលីបានបង្ហាញនៅការយកចិត្តទុកដាក់ជាមួយគ្នានេះចំណុចដែលយើងត្រូវតែប្រុងប្រយ័ត្នបំផុតនោះគឺការប្រើប្រាស់បណ្ដាញសង្គមដោយដែលអ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើការអំពាវនាវសូមឲ្យយើងកុំចែករំលែកនៅព័ត៌មានឬក៏រូបភាពចល័តកងទ័ពដែលមិនមានប្រភពច្បាស់លាស់ការអនុវត្តបែបនេះមិនត្រឹមតែជួយការពារសន្តិសុខជាតិប៉ុណ្ណោះទេតែវាក៏ទប់ស្កាត់នៅការភិតភ័យក្នុងចំណោមមហាជនផងដែរជាការសង្ខេបមកវិញឥទ្ធិពលនៃសារមនុស្សធម៌របស់លោកស្រីអែនជូលីណាជូលីដែលទទួលបានការគាំទ្រពីសម្ដេចតេជោ ហ៊ុនសែននិងប្រជាជនកម្ពុជានោះគឺជាការរំលឹកមួយយ៉ាងជ្រាលជ្រៅជាទីបំផុតអំពីតម្លៃនៃសន្តិភាពនិងភាពឈឺចាប់ដែលបង្កឡើងដោយចំនួនក្នុងរយៈពេល1ឆ្នាំកន្លងមកនេះស្របពេលដែលបញ្ហាព្រំដែនកម្ពុជាសៀមនៅតែជាបញ្ហាប្រឈមហើយកម្ពុជាបានបង្ហាញនៅភាពចាស់ទុំទាំងផ្លូវការទូតនិងផ្លូវច្បាប់ក្នុងការការពារខ្លួននិងស្វែងរកនៅដំណោះស្រាយរឿងនេះត្រូវបានពិភពលោកមើលឃើញយ៉ាងជាក់ច្បាស់អំពីភាពឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ដែលបានបាត់បង់ដីធ្លីផ្ទះសម្បែងទ្រព្យសម្បត្តិដោយសារតែទង្វើដ៏សាហាវឃោឃៅរបស់យោធាចៅសៀមដែលបានឈ្លានពានមកលើទឹកដីកម្ពុជាប្រសិនបើបងប្អូនប្រិយមិត្តគិតថាការបកស្រាយនេះអាចជួយឲ្យបងប្អូនបានយល់ច្បាស់អំពីស្ថានភាពនិងយល់ច្បាស់អំពីភាពឈឺចាប់នៃការបាត់បង់នោះសូមកុំភ្លេចជួយចុច like ចែករំលែកនៅវីដេអូនេះនិងចុច Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅការវិភាគព័ត៌មានប្រកបដោយវិជ្ជាជីវៈជារៀងរាល់ថ្ងៃខណៈពេលនេះ So Peace Plan សូមអរគុណនិងសូមជម្រាបលា